បាទជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតជូចំណានឯកទេសក្រពះពោះវៀនខ្លោងនិងរឿងដងបាទនៃមន្ទីរពេទ្យអន្តរជាតិរយ៉ាល់អង្គរថ្ងៃនេះខ្ញុំមានសេចក្តីសង្ឃរីករាយមកនិយាយអំពីប្រធានបទមួយគឺការការពារដើម្បីកុំឲ្យកើតមានជំងឺមហារីកពោះវៀនធំជំងឺមហារីកពោះវៀនធំជាជំងឺមួយដែលយើងអាចការពារបានតើជំងឺមហារីកពោះវៀនធំកើតឡើងដោយសារអ្វីជំងឺមហារីកពោះវៀនធំកើតឡើងដោយសារដុំសាច់ប៉ូលីបនៅក្នុងពោះវៀនកាលណាយើងមិនបានធ្វើរោគវិនិច្ឆ័យឬក៏ធ្វើការព្យាបាលទេវានឹងវិវត្តពីទូចទៅជាធំទៅជាមហារីករាលទៅកូនកណ្ដោជិតហ្នឹងពេលខ្លះវាអាចរាលទៅសរីរាង្គផ្សេងទៀតដូចជាថ្លើមជាដើមតើយើងមានវិធីអ្វីដើម្បីការពារកុំឲ្យកើតមានជំងឺមហារីកពោះវៀនធំមានតែការឆ្លងពោះវៀនមួយគត់ដែលយើងអាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលទៅលើដុំសាច់ប៉ូលីបនឹងបានការឆ្លងពោះវៀនធំគឺយើងមានទយោដែលមានកាមេរ៉ានៅផ្នែកខាងចុងគឺយើងឆ្លងចូលពីផ្នែកខាងបាតរហូតដល់ផ្នែកខាងស្ដាំនៃពោះវៀនធំដើម្បីរកមើលដុំសាច់ប៉ូលីបកាលណាយើងឆ្លងទៅឃើញមានដុំសាច់ប៉ូលីបយើងអាចកាត់ដោយម៉ាស៊ីនអង់ដូស្កូបហ្នឹងដើម្បីយកសាច់ប៉ូលីបនេះមកវិភាគនិងកាត់កុំឲ្យវាវិវត្តទៅជាមហារីកដូច្នេះហើយមន្ទីរពេទ្យអន្តរជាតិរយ៉ាល់អង្គរមានទាំងវិជ្ជបណ្ឌិតឯកទេសនិងគ្រឿងបរិក្ខារគ្រប់គ្រាន់ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលទៅលើដុំសាច់ប៉ូលីបនៅក្នុងពោះវៀនជូនពុកម៉ែបងប្អូនដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវមួយនេះបាទសូមអរគុណ